បាទឆ្លើយតបទៅសំណួររបស់សិស្សដែលគាត់ចង់បង្កើត drop down list ដាក់ភេទប្រុសស្រីហើយនឹងយើងកំណត់ពណ៌លើវាបាទមានន័យថាប្រុសយើងកំណត់ពណ៌មួយផ្សេងហើយទៅពេលស្រីយើងកំណត់ពណ៌មួយផ្សេងបាទអញ្ចឹងដើម្បីធ្វើការងារហ្នឹងតើយើងត្រូវធ្វើរបៀបណាអញ្ចឹងអ្នកទាំងនេះអាចតាមដានវីដេអូនេះបានបាទជាដំបូងយើងកំណត់ drop down list នៅកន្លែងភេទហ្នឹងហើយនឹងឥឡូវវាអត់មានអីទេបាទទេកន្លែងហ្នឹងបាទពណ៌គាត់មានហើយនឹងភេទប្រុសស្រីគាត់មានដែរអញ្ចឹងយើងកំណត់ drop down list មួយសារសិនបាទហើយទៅតុងពណ៌យើងកំណត់តាមក្រោយបាទអូខេអញ្ចឹងដើម្បីកំណត់ drop down list អ្នកទាំងនេះ select មកបើសិនជាយើងចង់កំណត់ទាំងអស់អ្នកទាំងនេះចុចកន្លែងជួយឆោសូឌីចុចទាំងអស់អញ្ចឹងទៅគឺវា select ទៅរហូតទេបាទជួរ D ហ្នឹងគឺវានឹង select ទៅទាំងអស់កំណត់ទៅទាំងអស់ហើយតែបើសិនជាយើងកំណត់ទៅត្រឹមតារាងរបស់យើង click យើង select ទៅប៉ុណ្្នឹងមកបាទបន្តមកទៀតអ្នកទាំងនេះចូលកន្លែង data នៅខាងលើនេះបាទចុចកន្លែង data ហើយយកកន្លែងនេះកន្លែង data tool នេះបាទចុច data tool នេះយើងយក data validation នេះបាទបន្តមកទៀតវានឹងមានផ្ទាំងមួយមកបាទអញ្ចឹងកន្លែង any value នេះអ្នកទាំងនេះ select យក list បាទចុចយក list អញ្ចឹងកន្លែង source នេះគឺជាប្រភេទ data របស់យើងមានភេទប្រុសស្រីអញ្ចឹងមានតម្លៃទៅពីរទៀតប្រុសនិងស្រីបាទអញ្ចឹងយើងដាក់ទៅនេះខ្ញុំខ្ញុំសរសេរបាទចង់លឿនណាអញ្ចឹងអ្នកទាំងនេះសរសេរប្រុសហើយដូរទៅ keyboard អង់គ្លេសក្បៀសមួយហើយដូរមក keyboard ខ្មែរសរសេរពីស្រីអញ្ចឹងទៅដោយសារខ្ញុំអត់មានដៃចុចអញ្ចឹងខ្ញុំត្រូវ copy ដាក់បាទហើយអាហ្នឹងតម្លៃរបស់យើងមាន12ឯងតែបើសិនតម្លៃផ្សេងវាមានច្រើនឧទាហរណ៍អ្នកទាំងនេះចង់ដាក់ថ្ងៃទាំង7 Monday ច័ន្ទទីដល់ទឹកអញ្ចឹងយើងដាក់7ទៅបាទថ្ងៃច័ន្ទថ្ងៃអង្គារ Monday រហូតដល់ Sunday ទៅបើអ្នកទាំងនេះចង់ដាក់ drop down list ជាខែដាក់12ទៅ12ខែទៅបាទប៉ុន្តែគឺ1ណា January គឺ1 February គឺរហូតដល់ខែទី12អញ្ចឹងទៅអាហ្នឹងយើងដាក់ទៅតាមតម្លៃរបស់យើងណាអញ្ចឹងតម្លៃរបស់យើងភេទមាន12មានប្រុសស្រីអញ្ចឹងយើងដាក់ប្រុសហើយគឺ1ស្រីអញ្ចឹងទៅហើយចុច OK មកបាទអញ្ចឹងពេលចុច OK ទៅយើងនឹងបាន drop down list ឃើញទេនេះប៉ុន្តែវាអត់មានពណ៌ទេឃើញទេបាទអត់មានពណ៌ទេអញ្ចឹងយើងត្រូវកំណត់ពណ៌មួយសារទៀតបាទ drop down list យើងកំណត់មួយសារសិនហើយតើតងពណ៌យើងកំណត់មួយសារទៀតបាទអញ្ចឹងដើម្បីកំណត់ពណ៌គឺអ្នកទាំងនេះ select ទាំងអស់មកបាទ select ទាំងអស់ចឹងមកហើយចូលកន្លែង home ខាងលើហើយយើងយកកន្លែងconditional formatting ហ្នឹងហើយយើងយក highlighter rule មកកន្លែងនេះយើងយក text that content បាទអញ្ចឹងបើសិនជាកន្លែងនេះវាមានអីគេវា content វាមានវាចាប់តម្លៃភេទប្រុសបាទភេទប្រុសអញ្ចឹងយើងកំណត់ពណ៌ទៅចង់ឲ្យចេញពណ៌អីគេយើង select កន្លែងនេះមកយក custom format មកអញ្ចឹងបើសិនជាតម្លៃជាភេទប្រុសយើងដាក់ពណ៌តិចមួយអញ្ចឹងទៅបាទពណ៌អីដាក់អីក៏បានដែរបាទហើយចុច OK មកបាទចុច OK មួយសារទៀតហ្នឹងហើយអញ្ចឹងបានពណ៌មួយភេទប្រុសបានពណ៌មួយឃើញទេប៉ុន្តែនៅភេទស្រីបាទភេទស្រីវាអត់ចាប់ទេដោយសារយើងអត់កំណត់ណាបាទអូខេអញ្ចឹងភេទស្រីដូចគ្នាយើង select ទាំងអស់ទៀតមកហើយយើងចូលកន្លែង data ហ្នឹងចូល home conditional formatting យក highlighter text dot content បាទអញ្ចឹងកន្លែងនេះយើងដាក់ស្រីមកខ្ញុំ pass តម្លៃចូលទៅអញ្ចឹងបើសិនជាតម្លៃជាស្រីដាក់ពណ៌អីមួយដែរមកអញ្ចឹងមានពីរលក្ខខណ្ឌកំណត់ពីរដងយក custom format មកអញ្ចឹងបើសិនជាស្រីខ្ញុំដាក់ពណ៌លឿងអញ្ចឹងទៅណាហើយចុច OK ខាងក្រោមមកហើយចុច OK មួយសារទៀតហ្នឹងហើយអញ្ចឹងវាកំណត់បានអូខេឃើញទេអញ្ចឹងបើសិនជាស្រីចេញពណ៌លឿងបើប្រុសចេញពណ៌ត្រជាក់បាទបើស្រីបាទចេញមកឃើញទេអញ្ចឹងខ្ញុំចាក់លុបមួយសារទៀតបាទខ្ញុំលុបចោលមកអូខេអញ្ចឹងវាជាប់ណាតម្លៃហ្នឹងលក្ខខណ្ឌយើងកំណត់ហើយអញ្ចឹងដល់ពេលយើងចុចទៅវាចេញមកប្រុសបាទពណ៌ត្រជាក់ឃើញប្រុសទៀតពណ៌ត្រជាក់ដល់ពេលស្រីពណ៌លឿងបាទស្រី